안녕하세요, 여러분. 만약에 어떤 모의សំណួរ2ចាញ់ជាមួយសំណួរលេខ1មុន Y Pyeonjinen 누구에게 쓴 편지입니까? តើសម្បត្តិនេះគឺជាសម្បត្តិដែលសរសេរផ្ញើទៅអ្នកណាណាបាទនរណា 1번 친구 មិត្តភក្តិ 2번 어머니 អ្នកម្ដាយ 3번 카밀라 បាទ 카밀라 4번 회사사 បាទក្រុមហ៊ុន 2번 빈칸에 들어갈 알맞은 것을 고르십시오 សូមជ្រើសរើសអ្វីដែលត្រឹមត្រូវដាក់ចូលទៅក្នុងបាទចន្លោះនេះណាដែលយើងត្រូវបំពេញ 1번 잘 계세요 បាទសូមសុខសប្បាយ 2번 안녕하세요 បាទសូមជម្រាបសួរ 3번 안녕히 계세요 បាទសូមជម្រាបលា 4번 잘 지내고 있어요 បាទកំពុងរស់នៅសុខសប្បាយណាបាទចុះជាមួយអត្ថបទទាំងអស់គ្នា 보고 싶은 어머니께 បាទអញ្ចឹងអ្នកម្ដាយជាទីនឹករលឹកណា 안녕하세요 បាទសូមជម្រាបសួរ 잘 계시지요? 아버님도 건강하시고 동생들도 공부 잘하고 있지요 បាទអញ្ចឹងអ្នកម្ដាយពិតជាសុខសប្បាយជាទេបាទលោកឪពុកផងដែរគាត់មានសុខភាពល្អហើយនឹងបងប្អូនពិតជារៀនបានពូកែមែនទេណាបាទឈរទៅបាទគីយកដែលយើងចន្លោះដែលយើងត្រូវបំពេញអញ្ចឹងខ្ញុំផងដែរក៏បាទអញ្ចឹងយើងពេញឯគេកន្លែងហ្នឹងណា 처음에는 회사 일이 조금 힘들었지만 이제는 익숙해져서 괜찮습니다. បាទដំបូងឡើយការងារក្រុមហ៊ុនបាទរៀងហត់បន្តិចក៏ពិតមែនប៉ុន្តែឥឡូវនេះដោយសារតែស៊ាំបាទដោយសារតែស៊ាំហេតុដូច្នេះហើយគឺមិនអីទេអាចធ្វើបានណា 친구도 많이 사귀었고요 បាទហើយខ្ញុំក៏បានរាប់អានណាបាទរាប់អាន 사귀다 រាប់អានមិត្តភ័ក្តិច្រើនផងដែរណា 회사 기숙사 시설도 좋고 식사도 잘 나옵니다 បាទសម្ភារៈប្រើប្រាស់នៅកន្លែងស្នាក់នៅរបស់ក្រុមហ៊ុននោះគឺល្អណាបាទហើយអាហារក៏ឆ្ងាញ់ផងដែរណា 그러니까 제 걱정은 하지 마세요 ហេតុដូច្នេះហើយសូមកុំបារម្ភពីខ្ញុំអីណាបាទ 지난 주말에 회사 동료들과 등산 가서 찍은 사진을 보냅니다 បាទខ្ញុំផ្ញើបាទរូបថតដែលបានថតពេលទៅបាទឡើងភ្នំជាមួយនឹងមិត្តភ័ក្តិរួមការងារនៅក្រុមហ៊ុនហ្នឹងកាលពីសប្តាហ៍មុនណា 회사 동료들은 모두 친절하고 저를 많이 도와줍니다 បាទមិត្តរួមការងារក្រុមហ៊ុនទាំងអស់ហ្នឹងគឺរស់រាយរាក់ទាក់ឬក៏ចិត្តល្អខ្លាំងណាស់ណាហើយគាត់ជួយខ្ញុំបានយ៉ាងច្រើន 다음에 또 편지 쓸게요 បាទលើកក្រោយបាទកូននឹងសរសេរសម្បត្តិផ្ញើម្ដងទៀត 안녕히 계세요 បាទសូមជម្រាបលាណាបាទ 2008년 5월 5일 បាទ2008ខែ5ទី5 서울에서 카밀라 올림 ណាបាទអញ្ចឹងពីកូន 카밀라 ពីទីក្រុងសេអ៊ូលណាបាទអញ្ចឹងតើចម្លើយលេខប៉ុន្មានដែរយើងឆ្លើយទាំងអស់គ្នាណា